សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹង inode និង link នៅក្នុង Linux អញ្ចឹងជាដំបូងយើងត្រូវស្គាល់ថាតើ link នឹងគឺជាអីឬក៏ definition របស់ link ហ្នឹងអញ្ចឹងគេថានៅក្នុង Linux link គឺជាវិធីមួយដែលអនុញ្ញាតឲ្យមានឈ្មោះឯកសារឬក៏ folder ច្រើនដែលភ្ជាប់ទៅកាន់ឯកសារឬក៏ទីតាំងតែមួយបើយើងនិយាយងាយស្រួលយល់គឺ link វាជាផ្លូវឬក៏ចំណុចភ្ជាប់ដែលនាំយើងទៅកាន់ឯកសារដើមឬក៏ default document ហ្នឹងហើយហេតុអីបានយើងត្រូវប្រើប្រាស់ link ហ្នឹងគឺដើម្បីចូលប្រើឯកសារដូចគ្នាពីទីតាំងផ្សេងៗគ្នាហើយយើងអត់ចាំបាច់ចម្លងនៅឯកសារថ្មីគឺយើង save នៅ design ហើយមួយទៀតគឺដើម្បីយើងអាចរៀបចំនឹងឯកសារហ្នឹងបានងាយស្រួលប្រើប្រាស់ហើយមួយទៀតគឺដើម្បីបង្កើត shortcut ទៅកាន់ឯកសារឬក៏ folder សំខាន់ៗហ្នឹងបានលឿនហើយវា save នេះសាយផងដែរហើយមួយទៀតគឺដើម្បីរក្សាទិន្នន័យឲ្យនៅតែមានបានន័យថាដូចជា backup ទុកអញ្ចឹងបើទោះបីជាឯកសារហ្នឹងគឺបានន័យថាទោះបីជាឯកសារដើមហ្នឹងត្រូវបានលុបក៏ដោយអាហ្នឹងគឺសម្រាប់ hard link អញ្ចឹងយើងទៅបន្តទៀតinode គឺជាអីអញ្ចឹង inode គឺមកពីពាក្យថា index node វាគឺជាការសម្គាល់ឯកសារនៅក្នុង Linux វារាប់បញ្ចូលទាំងព័ត៌មានទាំងអស់អំពីឯកសារហ្នឹងប៉ុន្តែលើកលែងតែឈ្មោះហើយនឹងមាតិកាហ្នឹងទេអញ្ចឹង inode វាមានព័ត៌មានដូចជាអីគេលេខ inode file size owner permission file type group ចំនួន link ឬក៏ date and time ពេលដែលយើងបង្កើតកែប្រែឬក៏ប្រើប្រាស់ជាដើមអញ្ចឹងដើម្បីយើង check មើល inode គឺយើងប្រើ command ls-ai ដែល ls ហ្នឹងគឺlink directory content ហើយ -a ហ្នឹងគឺ show all នៅ file រួមទាំង hidden file ដែរហើយ -l ហ្នឹងគឺ long listing format និង -i គឺដើម្បី show inode number អញ្ចឹងយើងអាចតេស្តមើលបានឬក៏ប្រើ command ហ្នឹងដើម្បី check មើលតើវាមើល inode នេះអញ្ចឹងអ្នកគ្នាអាចចូលទៅកាន់ terminal នៅក្នុង Linux របស់អ្នកទាំងអស់គ្នាទៅអញ្ចឹងខ្ញុំសូមចូលយើងប្រើ command វិញគឺ ls-ali អញ្ចឹងវានឹងចេញឲ្យនេះដូចនៅក្នុង file មួយនេះគឺយើងឃើញមានអីគេអានេះគឺជា inode đấy នេះ inode ហើយមាននៅ permission ហើយមាននៅចំនួន link ហ្នឹងគឺ hard link ហើយអានេះគឺ owner នេះគឺgroup ហើយនេះគឺ file size date and time ហើយនឹង file name អញ្ចឹងយើងអាចមើលតទៅនឹង inode ហ្នឹងហើយអូខេអញ្ចឹងហើយមួយទៀតតទៅនឹង link អញ្ចឹង link នៅក្នុង Linux គេបែងចែកជា2គឺមាន hard link មួយហើយនឹង soft link មួយដែល hard link ហ្នឹងគឺជាឈ្មោះឯកសារមួយទៀតដែលវាភ្ជាប់ទៅ inode ដូចគ្នាទៅនឹងឯកសារដើមហ្នឹងហើយទិន្នន័យមានតែមួយប៉ុន្តែមានឈ្មោះច្រើនគ្នាបានន័យថាទិន្នន័យដូចគ្នាប៉ុន្តែឈ្មោះ file ហ្នឹងគឺខុសគ្នាអញ្ចឹងឧទាហរណ៍នេះគឺគេបានបង្កើតនៅឯកសារមួយដោយ echo hello linux ចូលទៅកាន់ file 1.txt ហើយគេបង្កើត hard link មួយដោយយើងប្រើប្រាស់នៅ command ln សម្រាប់ hard link អញ្ចឹងណាគឺយើងមានអា file 1នេះហើយនឹង file 1.hard នេះអញ្ចឹងពេលដែលយើង check មើលយើងនឹងឃើញថាយើងនឹងឃើញ result គឺ file 1.txt ជាមួយនឹង file 1.hard txt ហ្នឹងគឺវាមានលេខ inode ដូចគ្នាអញ្ចឹងយើងអាចចូលទៅតេស្តមើលបានខ្ញុំបង្កើតខ្ញុំបង្កើត folder មួយសិនគឺដាក់ linkអញ្ចឹងយើងបង្កើតតាមគេមកដល់ខ្ញុំគេដាក់ echo គឺគេដាក់ content នៅក្នុងហ្នឹងគឺ hello linux ហើយគេឲ្យវាចូលទៅក្នុង file 1.txt អញ្ចឹងយើងអាច check មើល file 1.txt គឺវានឹងមាន content hello linux ហ្នឹងហើយនេះគឺ hello linux នេះអញ្ចឹងយើងធ្វើការ hard link វាយើងបង្កើត hard link គឺដែលយើងប្រើប្រាស់អីគេប្រើប្រាស់ ln នេះ ln
ហើយ file នេះ default file របស់យើងគឺ file 1.txt ហើយយើងដាក់ file ថ្មីមួយមកដែលយើងចង់បង្កើតហ្នឹងគឺដាក់ file 1-hash.txt ហើយយើងចុច enter អញ្ចឹងយើងនឹងចូលទៅកាន់ check តើ inode វាដូចគ្នាអត់បើសិនជាយើងអត់បានប្រើប្រាស់ command ln បង្កើត hard link ទេអញ្ចឹង inode វាអត់ដូចគ្នាដូចជាស្ដែងអញ្ចឹងដូចនេះ shift hash ជាមួយនឹង word list ដូចជា word list hash ជាមួយនឹង word list 1អញ្ចឹងអញ្ចឹងវាឃើញ inode វាគឺខុសគ្នាអញ្ចឹងអានេះយើងបានធ្វើការបង្កើត hard link អញ្ចឹងយើងទៅមើលតើhard link វានឹងដូចគ្នាអត់inode វានឹងដូចគ្នាអត់អញ្ចឹងយើងប្រើ command អីគេគឺ ls-ali អញ្ចឹង ls-ali អីគេនេះយើងនេះឃើញអត់គឺមាន hard link ដូចគ្នានេះ inode sorry គឺ inode ហើយមានចំនួន hard link គឺ2ចំពោះមួយទៀតគឺ soft link ឬក៏ហៅថា symbolic link soft link ហ្នឹងគឺវាដូចជា shortcut ដែលបង្ហាញ path ទៅកាន់ឯកសារឬក៏ folder ដើមអញ្ចឹងអានេះគឺឧទាហរណ៍អញ្ចឹងដើម្បីបង្កើត soft link គឺយើងប្រើ ln ហើយយើងបន្ថែមនៅ -s -s ហ្នឹងគឺចង់សម្ដៅទៅលើហ្នឹងហើយមាន file 1ជាមួយនឹង file 1 soft.txt អញ្ចឹងយើង practice វាហ្មងនៅក្នុង soft link ហ្នឹងគឺបើសិនជាយើងលុប default document ឬក៏ default file ហ្នឹងបានន័យថាពេលដែលយើងចង់ cache មើលអា soft នេះគឺបានន័យថាវាបាត់ហើយតែបើសាកយើង remove នេះ hard link ចាំបើយើង remove hard link អានេះវាអត់ទាន់ជា soft link ទេណាគឺនៅ hard link អញ្ចឹងយើង remove សាក remove តើអា file 1.hard ហ្នឹងគឺវាបាត់ហើយអញ្ចឹង 1.txt អញ្ចឹងយើងសាក cache មើលyes វាដូចជា backup ទុកអញ្ចឹងណាទោះបីជាបាត់ default document ឬក៏ default file ក៏ដោយប៉ុន្តែបើសិនជា short link បើសិនជាយើងលុបនៅ default file វានឹងពេលអានេះគឺវាអាចបើកបានទេវាដូចជា shortcut អញ្ចឹងណាអញ្ចឹងយើងអាចបង្កើតវាសាកមើល ln ហើយគេប្រើ -s no ឆប់បង្កើត echo មួយសិនecho hello linux soft link ទៅក្នុង file 1អូខេអញ្ចឹងខ្ញុំបង្កើត soft link គឺយើងប្រើ ln.s ហើយ file 1.txt ហើយ soft link file soft link ហ្នឹងគឺ file 1.soft.txt yes ចាយើងដាក់ ls ali yes នេះ soft link អានេះគឺនេះ inode វាដូចគ្នាដូច hard link ឯងវាគ្រាន់តែជា shortcut ដើម្បីយើងងាយស្រួលរកអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ cache មើលតើអា file នេះវាមាន content ដូច default file អត់ file 1.soft វាដូច shortcut នៅក្នុង Windows អញ្ចឹងនេះប៉ុន្តែបើសិនជាយើងលុប file ដើមអា shortcut ហ្នឹងវាដូចអត់នៅអញ្ចឹងឧទាហរណ៍ខ្ញុំចង់ថាខ្ញុំ remove អា file ដើមគឺ file 1.txt ហើយយើង cache អា file soft ហ្នឹងម្ដងទៀតគឺវាបាត់ហើយវាដូច hard link នេះ hard link បើទោះបីជាយើងលុបdefault file ប៉ុន្តែអា hard link ហ្នឹងគឺអត់លុបទេ .txt remove នេះលុបហើយ sorry
គឺ cat file 1 dash soft មើលឃើញហើយ yes អញ្ចឹងវានឹងបង្ហាញថានេះ no such file ឬក៏ directory ហ្នឹងអញ្ចឹងអានេះគឺគេធ្វើការ compare គ្នារវាង hard link និង soft link គឺយើងភ្ជាប់ទៅកាន់ hard link គឺ inode ពេល soft link គឺ path ពេលលេខ inode ចំពោះ hard link គឺដូចគ្នាហើយ soft link គឺខុសគ្នាដូចនេះចឹងនេះដូចនេះគឺ file 1នេះ file 1នេះគឺ42ពេលនេះគឺ43អញ្ចឹងអត់ដូចគ្នាទេពេលដែលយើងបង្កើត hard link ជាមួយនឹង file 1ឃើញ inode វាដូចគ្នានេះ41អានេះក៏41ដូចគ្នាចាហើយលុបឯកសារដើមចំពោះ hard link គឺនៅតែប្រើបានប៉ុន្តែចំពោះ soft link គឺខូចបាត់ហើយគឺអត់អាចប្រើប្រាស់បាននេះដូចអានេះខ្ញុំ cat hard នេះខ្ញុំ remove file 1ណាកន្លែងនេះហើយប៉ុន្តែចំពោះ hard គឺយើងនៅតែឃើញមាន content នៅក្នុងនោះអញ្ចឹងប៉ុន្តែបើ soft link ខ្ញុំ remove អានេះហើយតែពេលដែលខ្ញុំ cat អា soft link គឺវាបាត់ហើយវាមាន content នេះប្រើជាមួយបានតែ file ហើយចំពោះ soft link គឺយើងប្រើបានទាំង file ហើយនិង folder និយាយរួម soft ហ្នឹងវាដូច shortcut អញ្ចឹងណា shortcut នៅក្នុង Windows អញ្ចឹងអញ្ចឹងអានេះគឺចំណុចទី5គឺខ្ញុំប្រៀបធៀបវាគឺ analogy ហ្នឹងពីព្រោះនេះឲ្យងាយយល់ទាក់ទងទៅនឹង library example ឧទាហរណ៍ inode គឺគេប្រៀបធៀបដូចជា book information card ដែលវា contain នៅឯគេ metadata ដូចជា author page general អញ្ចឹងដូចនៅក្នុងនេះអញ្ចឹងវាមាន inode វាមាន permission វាមាន hot link owner group file size date and time file name ជាដើមហើយចំពោះ file name គឺវាដូចជា label on the self អញ្ចឹងវាដូចជាស្លាកសម្គាល់អីមួយអញ្ចឹងណា point to the book information card ហ្នឹងហើយចំពោះ hard link គឺជា another label pointing to the same book information card ហ្នឹងវា still work បើសិនជា label ហ្នឹង remove បើទោះបីជា label ឬក៏ file name ហ្នឹងបានលុបប៉ុន្តែ hard link គឺវានៅដដែលហើយចំពោះ soft link គឺវាដូចជា sticky note with direction to the book អញ្ចឹងif the book is moved អញ្ចឹងវាក៏ delete ដែរអញ្ចឹងគេអាចនិយាយថា inode ហ្នឹងវាដូចជាការសម្គាល់ហើយ hard link វាជាឈ្មោះមួយផ្សេងទៀតហើយ soft link វាដូចជា shortcut ឬក៏ sticky note អញ្ចឹងមួយទៀតយើងធ្វើមិនពេលណាដែលយើងគួរប្រើ hard link ហើយនិង soft link ទៅអញ្ចឹងពេលដែលយើងប្រើ hard link គឺនៅពេលដែលយើងចង់ឲ្យឯកសារហ្នឹងវាមានឈ្មោះច្រើនប៉ុន្តែតនន័យដូចគ្នាហើយមួយទៀតយើងចង់ save នៅsite design ដែលយើងអត់ចាំបាច់ច្រឡំតនន័យថ្មីអញ្ចឹងបើយើងច្រឡំតនន័យថ្មីវា C site ធំហើយមួយទៀតនៅពេលដែលយើងចង់រក្សាតនន័យដូចបើទោះបីជាយើងលុបឯកសារដើមដូចជាយើងមាន backup មួយអញ្ចឹងហើយមួយទៀតគឺសម្រាប់ file សំខាន់គឺ backup safety ហើយមួយទៀតគឺនៅក្នុង file system ដូចគ្នាឧទាហរណ៍ file config មួយគឺយើងត្រូវប្រើនៅក្នុង folder ច្រើនអញ្ចឹងទៅនៅពេលដែលយើងប្រើ soft link អញ្ចឹងពេលដែលយើងចង់បង្កើត shortcut ទៅកាន់ file ឬក៏ folder មួយហ្នឹងហើយមួយទៀតគឺនៅពេលដែលយើងចង់ link folder នៅពេលដែលយើងចង់ link ឆ្លងកាត់ឬក៏ partition ជាដើមហើយយើងចង់ងាយស្រួល manage ឬក៏យើង change path របស់វាហើយមួយទៀតយើងចង់ប្រើសម្រាប់ system command ឧទាហរណ៍នេះជាដើមនេះវាមានដូចថា path នេះអញ្ចឹង path នេះគឺ soft link គឺយើងគ្រាន់តែ type ប៉ុណ្ណឹងទៅវាចូលមកកាន់អានេះអញ្ចឹងហើយអានេះគឺជា practice question បន្ទាប់ពីយើងបានរៀនមិញគឺអីគេទៅជា inode ហើយតើ link ហ្នឹងមានប្រមាណប្រភេទហើយតើពាក្យបញ្ជាអីសម្រាប់បង្កើត hard link ហើយតើ soft link ហ្នឹងគឺវាអាចមានអីកើតឡើងបើសិនជាយើងលុបឯកសារដើមឬក៏ default file ឬក៏ folder ជាដើមហើយមួយទៀតយើងចូលឲ្យយើងទៅសេពាក្យបញ្ជាដើម្បីបង្កើត soft link មួយដែលមានឈ្មោះថា my link សម្រាប់ data TT អញ្ចឹងអ្នកនរគ្នាអាច practice វាបានខ្ញុំមានចម្លើយដែរគឺអ្នកនរគ្នាអាច stop ហើយយើងធ្វើដោយខ្លួនឯងហើយចាំយើងមើលបន្តទៀតនៅចម្លើយអញ្ចឹងអានេះគឺ answer របស់ខ្ញុំ inode វាដូចជា unit មួយដែលរក្សាទុកនៅព័ត៌មានអំពីឯកសារ
លើកលែងតែឈ្មោះហើយនឹងមាតិកាហើយតើតងនឹង link ហ្នឹងគឺមាន2មាន soft ហើយនឹងមាន hard link ហ្នឹងអានេះគឺជា command ដែលយើងប្រើសម្រាប់បង្កើត hard link គឺយើងមាន ln ហើយមាន file បន្ទាប់មក link name ចឹងទៅហើយ soft link គឺវានឹងអាចត្រូវបានបាត់បង់បើសិនជាយើងហើយអាចប្រើប្រាស់បានបើសិនជាយើងលុប soft link ហ្នឹងno បើសិនជាយើងលុបនៅ default file ឬក៏ folder ហើយពាក្យ command សម្រាប់បង្កើត soft link គឺយើងប្រើ ln-s ហើយសម្រាប់ឲ្យគេឈ្មោះ my link សម្រាប់ data txt គឺនេះ data txt ហើយ my link ហើយនេះគឺ wrap up lesson យើងមិញហ្នឹងគឺនៅក្នុង Linux ឯកសារទាំងអស់ត្រូវបានកំណត់ដោយ inode តែមិនមានដោយឈ្មោះវាទេកុំច្រឡំគឺដោយ inode នេះទេហើយមួយទៀត hard link គឺជាឈ្មោះផ្សេងគ្នាដែលភ្ជាប់ទៅកាន់ inode ដូចគ្នានិង soft link គឺជា shortcut ដែលបង្ហាញ path ទៅកាន់ឯកសារដើមអញ្ចឹងសម្រាប់ inode និង link នៅក្នុងមេរៀន Linux នេះគឺខ្ញុំសូមចប់តែប៉ុណ្ណឹងអរគុណ